សេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍជូនថ្នាក់ដឹកនាំសមាជិកសមាជិកានិងអ្នកគាំទ្រទាំងអស់ក្នុងស្ថានភាពមានការឈ្លានពានតាមបណ្ដោយព្រំដែនកម្ពុជាក្នុងស្ថានភាពដ៏តានតឹងនិងលំបាកដែលជាតិកំពុងប្រឈមមុខនឹងការរំលោភបំពានសារជាថ្មីនៅតាមបណ្ដោយព្រំដែនព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍសូមធ្វើសេចក្តីណែនាំជូនដល់ថ្នាក់ដឹកនាំសមាជិកសមាជិកានិងអ្នកគាំទ្រទាំងអស់នៃគណៈបករាជានិយមហ៊ុនស៊ិនប៉ិចសូមរក្សាភាពស្ងប់ស្ងាត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងជាតិទាំងមូលយើងត្រូវរួបរวมគ្នាក្រោមទង់ជាតិកម្ពុជាដើម្បីការពារបូរណភាពទឹកដីដែលដូនតាជាច្រើនជំនាន់បានបន្សល់ទុកដោយយើងត្រូវចូលរួមអនុវត្តនៅចំណុចសំខាន់ៗដូចខាងក្រោមនេះ 1. ត្រូវតែរួបរวมគ្នាជាធ្លុងមួយសាមគ្គីភាពជាតិជាចម្បងដោយតម្កល់ផលប្រយោជន៍ជាតិជាធំជាងអ្វីៗទាំងអស់ពលគឺយើងត្រូវឈរជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីកម្ពុជាឲ្យបានជាដាច់ខាត 2. ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត Fake News ត្រូវពិនិត្យផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបានជាមុននឹងធ្វើការផ្សព្វផ្សាយសូមប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាលឬកងទ័ពប៉ុណ្ណោះការផ្សាយព័ត៌មានមិនពិតអាចបង្កឲ្យមានភាពចលាចលនិងភ័យខ្លាចក្នុងសង្គមជាតិ 3. ត្រូវត្រៀមលក្ខណៈជាស្រេចក្នុងការប្រមូលផ្ដុំធនធានស្បៀងថ្នាំសង្កូវសម្ភារៈដើម្បីជួយសង្គ្រោះនិងផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងគ្រោះឬត្រូវជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែន 4. ត្រូវបំផុសស្មារតីជាតិនិយមលើកទឹកចិត្តផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខដោយបង្ហាញពីការដឹងគុណចំពោះកងទ័ពដែលហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិយើងសូមថ្នាក់ដឹកនាំសមាជិកសមាជិកានិងអ្នកគាំទ្រទាំងអស់ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំនេះដោយខ្ជាប់ខ្ជួនបំផុតដើម្បីភាពរឹងមាំរបស់ជាតិនិងថែរក្សាឲ្យបានគង់វង្សនៃជាតិមាតុភូមិយើងទៅថ្ងៃខាងមុខថ្ងៃពុធ5រោចខែមករាឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី10ខែធ្នូឆ្នាំ2025គណៈបករាជានិយមហ៊ុនស៊ិនប៉ិច